អរគុណប្រិយមិត្តទស្សនិកជនយើងបន្តទៅជួបជាមួយអ្នករាយការណ៍ជាបន្តទៀតពីខេត្តបៃលិនជួបជាមួយនឹងលោកពឿនជំរាបសួរលោកពឿនបាទសូមជម្រាបសួរលោកសំណាងនិងកណិកាក្រុមការងារនិងទូទាំងជនទាំងអស់ដែលកំពុងតាមដានទស្សនកម្មផ្សាយទូរទស្សន៍ជាតិទាំងអស់ពីគ្រប់បាទលោកពឿនថាតើនៅព្រឹកនេះមានព័ត៌មានអ្វីនឹងធ្វើសេចក្តីរាយការណ៍ជូនបាទព្រឹកនេះខ្ញុំមានព័ត៌មានចំនួន2បាទដែលព័ត៌មានទី1នេះគឺនិយាយអំពីការប្រកួតកីឡាបឋមសិក្សានិងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ2024-2025នៅខេត្តបៃលិនបានបញ្ចប់ដោយជោគជ័យបាទសូមជើញបាទនៅពិភពកីឡាដ្ឋានជាតិខេត្តបៃលិនក្នុងជ័យនាថ្ងៃទី29ខែមីនាឆ្នាំ2025ហើយយកនាំហុកសុផលអភិបាលរងខេត្តបៃលិនតំណាងលោកជំទាវបណ្ឌិតបានសេមុំអភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាបឋមសិក្សានិងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ2024-2025ដែលមានការអញ្ជើញរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញជុំវិញខេត្តប្រតិគូកីឡាក្រុងស្រុកកីឡាករកីឡាការិនីសិស្សានុសិស្សនិងប្រជាពលរដ្ឋយ៉ាងច្រើនផងដែរហើយយើងមកសុផលអភិបាលរងខេត្តបានមានប្រសាសន៍ឡើងថាវិស័យអប់រំយុវជននិងកីឡាគឺជាវិស័យអាទិភាពសំខាន់មួយរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរសម្ដេចហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីក្នុងនេះមន្ទីរអប់រំយុវជននិងកីឡាខេត្តតែងតែបានរៀបចំកម្មវិធីប្រកួតកីឡាជារៀងរាល់ឆ្នាំដើម្បីផ្លាស់ប្ដូរវត្តពិសោធន៍បង្កើនសមត្ថភាពផ្នែកកីឡាការកសាងធនធានមនុស្សប្រកបដោយកាយសម្បទាមាំមួនសុខភាពល្អប្រាជ្ញាវាងវៃរហ័សរហួននិងមានទំនាក់ទំនងល្អសាមគ្គីភាពជាត្រភាពចេះយោគយល់អធិស្ឋានគ្នាល្អហើយដល់អភិបាលរងខេត្តក៏បានមានប្រសាសន៍អំពីវាដល់ក្មួយសិស្សកីឡាករកីឡាការិនីទាំងអស់ត្រូវខិតខំរៀនសូត្រផងនិងត្រូវស្ដាប់បង្គាប់មេដាបេដាអាណាព្យាបាលលោកគ្រូដើម្បីប្រែក្លាយខ្លួនទៅជាកូនល្អសិស្សល្អមិត្តល្អតែក្លាយខ្លួនជាយុវជនកម្ពុជាក្នុងសម័យ Digital ប្រកបដោយធម៌ពលសមត្ថភាពនិងសិលធម៌វិជ្ជាជីវៈម្យ៉ាងទៀតត្រូវជាឲ្យឆ្ងាយពីគ្រឿងញៀននិងត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ឲ្យបានស្ទាត់ជួនដើម្បីជៀសឲ្យផុតគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុសូមបញ្ជាក់ថាបើតាមលោកតង់ធីរ៉ាប្រធានមន្ត្រីអប់រំយុវជននិងកីឡាខេត្តបៃលិនបានដឹងថានៅក្នុងការប្រកួតនេះកីឡាករកីឡាការិនីមកពីគ្រឹះស្ថានសិក្សាក្នុងខេត្តបានចូលរួមប្រកួតយ៉ាងសកម្មដោយបានប្រកាន់ជាប់នៅបទបញ្ជានៃការប្រកួតនិងក្រមសីលធម៌វិជ្ជាជីវៈពិសេសជារៀងបាននៅការមិនប្រើសារធាតុជំនួយកម្លាំងនិងសារធាតុញៀនក្នុងអំឡុងពេលនៃការប្រកួតលោកបានបន្តថាសម្រាប់លទ្ធផលការប្រកួតសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា2024-2025ដែលប្រព្រឹត្តទៅរយៈពេល10ថ្ងៃកន្លងមកនេះគឺចាប់ពីថ្ងៃទី20ដល់ថ្ងៃទី29ខែមីនាឆ្នាំ2025មានសមាជិកក្រុមដែលចូលរួមប្រកួតចំនួន76ក្រុមមានកីឡាករចូលរួមសរុបចំនួន979នាក់ស្រី368នាក់ប្រកួតលើវិញ្ញាសាចំនួន4ប្រភេទគឺវិញ្ញាសាបាល់ទាត់វិញ្ញាសាបាល់ទះវិញ្ញាសាបាល់បោះនិងវិញ្ញាសាអត្តពលកម្មនៅឱកាសនោះស្នងនាំខេត្តក៏បានផ្ដល់រង្វាន់និងថវិកាមួយចំនួនជូនដល់ក្រុមកីឡាករកីឡាការិនីដែលទទួលបានជ័យលាភីផងដែរតាមព័ត៌មានទី1សម្រាប់សូមបញ្ចប់តែប៉ុណ្ណេះហើយតទៅនេះគឺបាទសូមអនុញ្ញាតចូលដល់ព័ត៌មានទី2បាទសូមជើញ